បងប្អូនហ៊ានចាប់ពស់ទេតោះទៅចាប់ពស់ជាមួយខ្ញុំនេះចាប់បានបងប្អូនហ្នឹងហើយអានេះពស់ស្លាប់កើតហ្នឹងហើយធំគួរសមដល់បងប្អូនហ្នឹងហើយវានៅតាមវាលស្រែជាពិសេសគេច្រូតហើយនឹងសបោហ្នឹងហើយដើរហ្នឹងវែកចុះវែកឡើងហ្នឹងជួបពស់សបោដល់ឡើងហ្នឹងហើយធំគួរសមដែរវាបានជាង1គីឡូហ្នឹងហើយនៅដោយភាសាអញ្ចឹងសបោនៅតាមវាលស្រែហ្នឹងយើងអាចដើរវែកច្រាំងទៅឃើញពស់ស្លាប់កែបសបោវាដើររកចាប់នឹងកែបអញ្ចឹងណាហ្នឹងហើយប៉ុន្តែនៅពេលយើងដើរតាមវាលស្រែហ្នឹងពាក់ខោវែងអញ្ចឹងទៅព្រោះពស់ជួនកាលទៅវាមិនមែនជាពស់ស្លាប់កែបឬពស់ផលិតអីវាអាចពស់បាត់ពស់កាចពស់វែងពស់អីហ្នឹងវាគ្រោះថ្នាក់ដែរអញ្ចឹងយើងដើរយើងស្លៀកខោវែងទៅជារឿងល្អហ្នឹងអានេះស្លាប់កែបបាទខ្ញុំស្គាល់នៅតែបើពស់វែងអីយើងមិនហ៊ានចាប់ទេមានការវាយហ្នឹងដែរគាត់នេះខ្ញុំអត់វាយទេខ្ញុំដេញចាប់វាតែម្ដងហ្នឹងហើយមួយយ៉ាងដែរណាវាធ្វើក្បាលងាក់ងក់វាមិនជាកាចទេពស់ផលិតវាហើយស្លាប់កែបតែយើងស្គាល់វាទៅវាមិនសូវអីទេស្រួល